វិលត្រឡប់ជួបគ្នាសាជាថ្មីជាមួយនឹង Channel ប្រកា MN និទានមរណៈហើយនៅក្នុងថ្ងៃនេះដែរ Admin សូមលើកយកនៅសាច់រឿងមួយនៃការស្លាប់របស់អ្នកអានរឿងខ្មោចក្នុងនេះគេនិយាយថាអ្នកណាក៏ដោយឲ្យតែបានអានរឿងនេះគឺត្រូវតែស្លាប់ការស្លាប់របស់អ្នកអានរឿងខ្មោចព័ត៌មានក្នុងទូរទស្សន៍កំពុងផ្សាយស្ទើរតែគ្រប់ប៉ុស្តិ៍ដែលផ្សាយពីកំណើននៃអ្នកស្លាប់បន្ទាប់ពីអានរឿងខ្លីមួយនៅក្នុងគេហទំព័រប្រឡោមលោកសាធារណៈមួយមិនដឹងថាមូលហេតុអីនោះទេឲ្យតែអ្នកណាដែលអានរឿងមួយហ្នឹងហើយដឹងតែស្លាប់ដោយមូលហេតុខុសៗគ្នាអ្នកខ្លះចងកអ្នកខ្លះធ្លាក់ពីលើផ្ទះអ្នកខ្លះច្របាច់កខ្លួនឯងតែតម្រុយតែមួយគត់គឺពួកគេបានអានរឿងមួយហ្នឹងមួយថ្ងៃកំណើនអ្នកស្លាប់ចេះតែកើនឡើងក្នុងនោះមានភាគច្រើនជាយុវវ័យដែលពួកគេចង់ដឹងខ្លាំងពេកបើទោះជាមានការហាមប្រាមពីរដ្ឋាភិបាលច្រើនដងមកហើយក្តីរដ្ឋាភិបាលបានបង្គាប់ឲ្យក្រុម FBI បិទទំព័រមួយនឹងចោលតែលទ្ធផលមិនត្រឹមតែមិនអាចបិទបានទេអ្នកដែលធ្វើរឿងនេះទាំងអស់ត្រូវស្លាប់អានអត្ថបទអ្វីនឹងលីកាដានីសួរខ្ញុំព្រោះឃើញខ្ញុំឆ្ងល់អានមិនចូលដេកអត្ថបទព័ត៌មាននៃអ្នកស្លាប់ដោយការអានរឿងខ្មោចនឹងណាខ្ញុំតបទៅនាងវិញចូលដេកម៉ោងម៉ាននាងមកគប់ប្រយ័ត្នស្អែកទៅរៀនគូមិនទាន់កំពុងតែរៀនដល់លំហាត់មិនសូវយល់ផងនាងថាបែបនេះខ្ញុំក៏យល់ព្រមចូលដេកឯងដេកហើយនៅដានីនៅទេយ៉ាងម៉េចឯងគ្នាឆ្ងល់ដល់ហើយអ្នកស្លាប់ទាំងប៉ុន្មានអ្នកនឹងគ្រាន់តែអានរឿងខ្មោចក៏ស្លាប់ដែរមិនគួរឲ្យជឿត្រង់ណាសោះនាងស្ងៀមមួយសន្ទុះហើយក៏តបមិនគួរឲ្យជឿមែនតែមិនគួរឲ្យសាក់ទេខ្លាចក្រែងរឿងនេះជារឿងពិតជីវិតមិនងាយរកបានទេណាឯងដឹងរឿងសីហានិងសង្សារវាទេអត់ដឹងផងមិនមានមិត្តភ័ក្តិចិត្តស្និទ្ធវាថាមុនដែលសីហានិងសង្សារគាត់ស្លាប់គឺអ្នកទាំងពីរបានអានរឿងខ្លីនឹងមែនគួរឲ្យខ្លាចណាស់សង្ឃឹមថាក្រុមប៉ូលីសនឹងចាប់ម្ចាស់ website នោះឲ្យបានហើយបកស្រាយអ្វីដែលនៅពីក្រោយរឿងនេះតោះឆាប់ទៅដេកយប់ហើយនៅសាលាអ្នកណាក៏និយាយតែពីរឿងអាកំបាំងហ្នឹងគេថាអ្នកស្លាប់មានលេខរៀងជាប់ក្បែរសាកសពថ្នាក់រៀនគួរព្រឹកដូចជាស្ងាត់ខុសធម្មតានៅព្រឹកនេះថ្ងៃនេះស្លាប់ច្រើនម្ល៉េះខ្ញុំស្រួលច្រឡំធ្វើឲ្យសិស្សទាំងប្រមាណងាកមើលមុខព្រាតចង់និយាយថាថ្ងៃនេះស្ងាត់បាត់សិស្សច្រើនម្ល៉េះអាកាឯងមិនដឹងជាស្អីទេធានឌីតបគេទៅជួយបនអស់ហើយនាងនិយាយដោយទឹកមុខស្មើគ្មានកំរើកអ្នកគ្រូដើរចូលមកដោយទឹកមុខសោះក៏ក្រោះគាត់កាន់ហ្វឺតសរសេរឈ្មោះពេកធំហើយស្រែកឡើងហូរ៉ូនរ៉ៃរាត្រីរន្ធត់និងជាភេកសាហាវណាស់វាបង្ហោះតែរឿងរ៉ាវអាក្រក់ក៏ដូចជាការសម្លាប់គ្នាជាដើមហើយអ្វីដែលសំខាន់នោះគឺបើនរណាចូលអាននៅក្នុងភេកនឹងហើយនឹងត្រូវស្លាប់ដូច្នេះអ្នកគ្រូគ្រាន់តែផ្ដាំថាទោះមានរឿងអ្វីក៏ដោយហាមចូល website នឹងជាដាច់ខាតព្រោះម្ចាស់ភេកគឺយ៉ាហ្វីការិនកាម្នាក់ដែលល្បីថាដើរសម្លាប់គេនៅក្នុង Facebook នោះហើយម្នាក់នឹងក៏មិនមែនជាមនុស្សដែរនិយាយហើយគាត់ក៏ដើរចេញទៅក្រៅមួយសន្ទុះរួចចូលមកវិញយប់នេះដានីនិងខ្ញុំបានទៅគេងកំដរសិស្សស្រីម្នាក់នៅផ្ទះនាងខ្ញុំមិនសូវស្គាល់នាងទេតែដានីស្គាល់នាងឈ្មោះគីមីហើយនាងជាមិត្តរបស់ដានីពួកគេធ្លាប់រៀនជាមួយគ្នារហូតមកកាលពីតូចគីមីនឹងមានរឹកពីចម្លែកនាងស្ងៀមស្ងាត់ហើយមិនងាយនិយាយច្រើនទេម៉ាក់ប៉ានាងទៅស្រុកຕົកពួកយើងឲ្យនៅចាំផ្ទះជាមួយយើងផ្លាស់សម្លៀកបំពាក់ដេកយប់ហើយអង្គុយនិយាយពីរឿងខ្មោចតែបញ្ហាគឺយើងមិនសូវចេះនិយាយច្រើនទេហើយយើងចេះតែរឿងអន់រំពេចនោះគីមីនិយាយឡើងខ្ញុំស្គាល់ភេកល្អមួយនាងនិយាយនាងបើក laptop របស់នាងហើយចុចចូលភេកនោះយើងនៅពីក្រោយនាងហើយមើលទៅទំព័រនោះវាមានរឿងគួរឲ្យខ្លាចជាច្រើនជុំវិញពិភពលោកមានរឿងជប៉ុនទៀតគីមីទាញ scroll ចុះក្រោមខណៈយើងសម្លឹងមើលកញ្ចក់កុំព្យូទ័រដានីចង្អុលទៅរឿងមួយ
រឿងអីគេហ្នឹងនាងសួររំពេចនោះមុខគីមីប្រែទៅជាផិតភ័យនាងមិនអាចអានរឿងនេះបានទេនាងនិយាយវាគ្រោះថ្នាក់ណាស់ពេកនេះគួរឲ្យខ្លាចដែរខ្ញុំនិយាយពេកនេះអនុញ្ញាតឲ្យក្មេងអានឬអត់ណាដានីសួរទេគីមីឆ្លើយដោយសម្ដីមឹងម៉ាត់វាពិតជាមិនមែនសម្រាប់ក្មេងៗទេរឿងខ្លះពិតជាគ្រោះថ្នាក់ណាស់ដោយរឿងនេះជាដើមនាងចុចចូលរឿងនេះវាចម្លែកណាស់វាគឺរូបស្ត្រីសក់វ័យម្នាក់តែមុខមាត់អាក្រក់យ៉ាងអាណែខ្ញុំព្រឹកក្បាលនឹងមើលទៅវាអត្ថបទនេះដាក់ថាអ្នកដែលសរសេររឿងនេះមិនមែនជាមនុស្សទេឯងទាំងពីរមិនត្រូវអានរឿងនេះទេគីមីនិយាយអញ្ចឹងមិនបាច់អានទេដានីតបតោះតែដេកខ្ញុំតបខ្ញុំមានអារម្មណ៍ចម្លែកយ៉ាងខ្លាំងអំពីពេកមួយនេះខ្ញុំចង់និយាយថារឿងទាំងអស់ហ្នឹងពួកគេបានមកពីណាហើយគេផុសវាដើម្បីអ្វីតើអ្នកណាជាអ្នកបង្កើតវាឡើងមានរឿងចម្លែកអំពីវាគីមីគ្មានខ្វល់ពីយើងនាងចុចបើកវីដេអូហើយយើងឮសំឡេងនិទានរឿងគ្រាន់តែខ្ញុំឮសំឡេងចម្លែកនោះភ្លាមវាធ្វើឲ្យខ្ញុំរន្ធត់ចិត្តណាស់ខ្ញុំយកដៃខ្ទប់ត្រចៀកហើយរត់ចេញពីបន្ទប់ដានីរត់តាមខ្ញុំយើងរងចាំនៅបន្ទប់ទឹករហូតដល់វាបាត់ទៅខ្ញុំមិនចាំថាវាជារឿងនិទានអំពីអ្វីនោះទេតែខ្ញុំអាចនិទានឡើងវិញខ្លះវាស្ដាប់ទៅដូចជាកំណាព្យច្រើនជាងនិទានតែវាគ្មានភ្លេងទេពេលយើងមកក្នុងបន្ទប់វិញគីមីមានទឹកមុខចម្លែកយ៉ាងខ្លាំងឃើញទេគ្មានអីកាត់ឡើងផងនាងនិយាយបន្ទាប់ពីនោះមកយើងសម្រេចថាទៅដេកយើងងុយដេកណាស់គីមីឡើងទៅលើគ្រែហើយខ្ញុំដេកខាងដានីយើងបិទភ្លើងហើយដេកខ្ញុំតែងដេកមិនលក់ទេរាល់ពេលដែលមកដេកនៅផ្ទះគេបែបនេះនៅពាក់កណ្ដាលយប់ខ្ញុំបានភ្ញាក់ឡើងដោយសំឡេងចម្លែកមួយ 2-3 នាទីក្រោយមកខ្ញុំបានដឹងថាវាគឺគីមីនាងធ្ងរតិចពេលដេកមើលទៅដូចជានាងកំពុងមានសុបិនអាក្រក់អញ្ចឹងខ្ញុំដាស់ដានីឲ្យភ្ញាក់ប្រហែលគីមីបានអានរឿងនោះហើយមុនដែលនាងគេនាងនិយាយខ្ញុំព្យាយាមដេកវិញតែសំឡេងធ្ងររបស់គីមីឮកាន់តែខ្លាំងទៅបន្ទាប់មកនាងចាប់ផ្ដើមនិយាយទាំងដេកលក់តើឯងរកឃើញយ៉ាងម៉េចនាងកំហុសខ្ញុំមករួនដានីហើយយើងទាំងពីរដេកស្ដាប់នាងឯងស្គាល់បានយ៉ាងម៉េចនាងកំហុសខ្ញុំគិតថាដេកនិយាយមកមើលមិនអាចនិយាយច្បាស់បែបនេះទេប្រហែលយល់សពអាក្រក់ហើយដានីនិយាយគ្រាន់តែនាងនិយាយចប់គីមីងើបឈ្មោះពីគ្រែនាងកំរើករមីដូចតុក្កតាយ៉ងពេលខ្ញុំឃើញបែបនេះខ្ញុំស្ទើរតែគាំងបេះដូងគីមីបែរខ្នងដាក់យើងហើយអោនមុខចុះសក់វែងខ្មៅរបស់នាងបាំងមុខនាងចិត្តនាងគ្រាន់តែឈរទីនេះអោនមើលទៅគ្រែហើយធ្ងន់ធ្ងរតិចនាងចាប់ផ្ដើមមើលជុំវិញយឺតបន្ទាប់ពីនោះដានីញ័រទៅត្រឹកវាមិនមែនជាគីមីទេនាងស្រែកគីមីនៅតែបែរមកយឺតដានីកំពុងសម្លឹងមើលទៅគីមីដោយបើកភ្នែកធំខ្ញុំមិនចង់មើលទេតែខ្ញុំមិនអាចបែកចេញសោះខ្ញុំភ័យទប់អារម្មណ៍មិនចង់បានដោយពន្លឺព្រះច័ន្ទជះមកខ្ញុំអាចមើលមុខរបស់គីមីពេលនាងបែរមកវាជាមុខរបស់គីមីតែមើលយូរទៅមិនមែនជានាងឡើយស្បែកនាងស្លេកស្លាំងហើយភ្នែកនាងក្រឡោតមាត់នាងចំហធំហើយមានធ្មេញស្រួចវាមិនមែនជាគីមីទេវាមើលទៅដូចជានាងត្រូវលាជាមួយនឹងនរណាម្នាក់អញ្ចឹងដូចនរណាម្នាក់បន្លំខ្លួនជាគីមីក្នុងសំឡេងមិនមែនជាមនុស្សនាងខ្សឹបប្រាប់ថាខ្ញុំចង់ដឹងថាយ៉ាងម៉េចខ្ញុំមិនចាំអ្វីផ្សេងទៀតទេខ្ញុំនិងដានីសន្លប់បាត់ទៅហើយពេលខ្ញុំភ្ញាក់ឡើងវាព្រឹកហើយដានីដេកសន្លប់ក្បែរខ្ញុំតែនៅលើគ្រែមានខោអាវដេកយប់មួយកំភ្លេគ្មានសញ្ញាពីគីមីសោះយើងរត់ទៅជាន់ក្រោមតែក្នុងផ្ទះគឺទទេខ្ញុំតក់ស្លុតយ៉ាងខ្លាំងហើយហេតុការណ៍ពីយប់មិញនៅតែដកជាប់ក្នុងចិត្តដានីនិងខ្ញុំទាញកាបូបពួកយើងហើយរត់ចេញពីផ្ទះនោះយ៉ាងលឿនតាមដែលអាចធ្វើបានយើងព្យាយាមទេទូរស័ព្ទទៅគីមីតែទេមិនចូលសោះយើងព្យាយាមម្ដងហើយម្ដងទៀតនៅថ្ងៃនោះតែនៅតែទេមិនចូល
នៅល្ងាចនោះយើងទេទៅប៉ាម៉ាក់នាងហើយម៉ាក់នាងទទួលគាត់ប្រាប់ថាគាត់ក៏មិនដឹងដែរថាគីមីនៅទីណាដែរថានេះនឹងខ្ញុំកាន់ថាភ័យខ្លាចខ្លាំងឡើងយើងផ្ញើសារទៅគ្រប់មិត្តយើងទាំងអស់តែគ្មាននរណាដឹងដំណឹងពីគីមីសោះវាដូចជានាងត្រូវចេញពីពិភពលោកនេះយ៉ាងអញ្ចឹងប៉ាម៉ាក់គីមីបានប្តឹងទូលីសពីរឿងបាត់ខ្លួនរបស់នាងពួកគេចាប់ផ្ដើមតាមរកគីមីមនុស្សភាគច្រើនស្មានថានាងរត់ចេញពីផ្ទះគ្មាននរណាឃើញតម្រុយស្អីពីនាងសោះប៉ូលីសបានមកសួរចម្លើយខ្ញុំនិងដានីតែយើងមិនសូវដឹងពីរឿងអីច្រើនទេយើងទាំងពីរដឹងប្រកាសថានាងពិតជាមិនរត់ចេញពីផ្ទះទេថ្ងៃមួយដានីមកដេកនៅផ្ទះខ្ញុំយើងបើកកុំព្យូទ័រយួរដៃហើយចូលទៅក្នុងទំព័រដើម្បីអានរឿងដែលគីមីបានអាននោះដៃរញីរញ័ររបស់ដានីចុចលើរឿងមួយបំរាមមួយបោះចេញមកលើកញ្ចក់អេក្រង់រឿងនេះត្រូវបានលុបកុំចង់ស្វែងរករឿងនេះគួរឲ្យខ្លាចទៀតអីគ្រោះថ្នាក់ណាស់យើងស្វែងរកតាមអ៊ីនធឺណិតតែយើងរកមិនឃើញសោះក្រោយពីនោះខ្ញុំតែងតែមានបញ្ហាដេកមិនលក់ខ្ញុំខ្លាចតែពេលដេកលក់ហើយភ្ញាក់ឡើងវិញខ្លួនឯងមិននៅទីនេះទៀតសាច់រឿងនេះក៏បានមកដល់ទីបញ្ចប់តើបងប្អូនយល់ឃើញដូចម្តេចដែរបងប្អូនអាចចែករំលែកសាច់រឿងនៅតាម comment ខាងក្រោមឬក៏ទំនាក់ទំនងមកកាន់អ៊ីមែលផ្ទាល់ខ្លួនរបស់ក្រុមការងារយើងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត